ក្រុមអង្គការអាស៊ាន AOT ចុះមើលផលប៉ះពាល់ដល់យោធាថៃវាប្រហារនិងរាយបន្លាលួសច្រកអន្តរជាតិអូស្មាច់អភិបាលខេត្តឧត្តរមានជ័យលោកមានច័ន្ទយ៉ាដានៅថ្ងៃប្រហោះទី8ខែមករានេះបានដឹកនាំក្រុមការងារចូលរួមជាមួយនឹងក្រុមអង្គការអាស៊ាន AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលកងកម្លាំងយោធាថៃបានវាយប្រហារនិងរាយបន្លាលួសចូលមកលើច្រកអន្តរជាតិអូស្មាច់លោកមានច័ន្ទយ៉ាដាបានលើកឡើងថាបន្ទាប់ពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងយោធាថៃដែលបានប្រើប្រាស់អាវុធធ្ងន់ធ្ងរផ្លោងចូលមកក្នុងភូមិសាស្ត្រទឹកដីកម្ពុជាដែលបង្កឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាផ្ទះសម្បែងនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំនៅព្រឹកថ្ងៃទី8ខែមករានេះលោកបានដឹកនាំក្រុមការងារចូលរួមជាមួយនឹងក្រុម AOT ដើម្បីពិនិត្យមើលផលប៉ះពាល់ដែលទាហានថៃវាយប្រហារមកលើច្រកអន្តរជាតិអូស្មាច់សង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យគួរឲ្យដឹងថាក្រុមសង្កេតការអាស៊ាន AOT ថ្មីនេះក៏បានចុះពិនិត្យមើលផលប៉ះពាល់ស្ពានអូជីកដែលរងការខូចខាតដោយសារតែទាហានសៀមស្ទៀនពៀនប្រើយន្តហោះ S16 ទម្លាក់គ្រាប់បែកនៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាប